បងសម្លាញ់នោះម៉ូតូក្នុងដីស្រមៃរបស់បងហ៎អើយវាជាពេលវេលាកន្លងផុតទៅយូរហើយប៉ុន្តែលបឿនរបស់បងវាលឿនជាងគេទៀតហ៎មិនថៃហ្នឹងតោះឲ្យជាប់3 2 1ណែអាគុយខូចទៀតអីម៉ូតូនេះបងជិះ4 5ឆ្នាំអីហាក់ដែរដល់អាគុយទេអូអញ្ចឹងធ្វើមិនទៅពីថ្ងៃមុនបងខ្ញុំសួរនាំរឿងម៉ូតូធំហ៎ឥឡូវបងទិញឲ្យហ្មងម៉ូតូធំដែលខ្ញុំចង់បានឥឡូវមានហើយមែនមានតែឥឡូវធូរថ្លៃទៀតផងទង30000ជាងអីយកទៅប្រើបានហើយល្អណាស់ចាំខ្ញុំទៅពិភាក្សាជាមួយគូនដឹងខ្ញុំសិនចឹងម៉ូតូអាគុយនេះបងឯងមិនចាំធ្វើទេអូខេអញ្ចឹងខ្ញុំចាំបងអូនសម្លាញ់បងមានរឿងមួយចង់ប្រាប់អូនក៏មានរឿងមួយចង់ប្រាប់បងដែរម៉ែមករឿងអីគេក្នុងកាលនេះមាន400000យន់អី300000យន់ខៃ2000000យន់អីអូនលុយសល់បាន100,000យន់ហើយបុកជាមួយនឹងលុយបងសន្សំបាន200,000យន់ទៀតប្រហែលល្មមនឹងកក់ផ្ទះអាពាហ៍ពិពាហ៍យើងអីចឹងល្អហើយចាំឲ្យហៅអូនមានការអីគឺបងពេញចិត្តគម្រោងផ្ទះថ្មីមួយចង់នាំអូនទៅមើលបានតាចឹងស្អែកយើងទៅមើលអូខេអាឡូបងម៉ូតូធំនឹងខ្ញុំអត់ទាន់យកទេមិនចឹងគូត្រឹងបាយអត់ទាន់អាចទិញមែនមែនទេពួកខ្ញុំចិត្តរៀបការហើយណាមួយផ្ទះអាពាហ៍ពិពាហ៍មិនទាន់បានទិញផងអត់អីទេចាំទៅទៀតបាយមកយកម៉ូតូអាគុយមកចាំខ្ញុំដូរអាគុយថ្មីឲ្យបានអរគុណហើយបាយទៅណាហ្នឹងបងទៅយកម៉ូតូអាគុយអីតិចចាំអូនទៅយកណាមួយអូនត្រូវទិញបន្លែនេះចិត្តហ្នឹងដែរតែអូនឯងមិនទាន់បានលុបមុខផងហ្នឹងអត់អីទេអូនឯងដូរគ្រីមលាបមុខទៀតហ៎បាយមើលមិនឃើញមករយៈនេះស្បែកអូនទាន់មករលងជាងមុនទេអីមែនហើយឃើញហើយក្នុងចិត្តបងគឺអូនស្អាតជាងគេកុំចិត្តស្ថាននោះទៀតបាញ់កុំភ្លេចយកឆ្អឹងជនីចេញពីទូទឹកកកមកផងអូនទុករងបាទអូនឯងថាអូននាំបងមកចំណត់ក្នុងដីធ្វើអីមិនក៏បងឯងបំផ្លាញបរិយាកាសចឹងឡើងដៃណាកុំឲ្យបងធៀមចិត្តសិន2កុំអី1ស្ប្រេអីស្លាញ់អត់ស្រឡាញ់មិនទិញគឺត្រឹមត្រូវហើយបើទិញមែនតែនផ្ទះអាពាហ៍ពិពាហ៍យើងគិតមិនទៅនោះវ៉ាវចុះផ្ទះអាពាហ៍ពិពាហ៍យើងហើយចាំសំលុយទិញទៀតទៅម៉ូតូនេះ limited ណាយូរអ្វីរបស់បងក៏មានដែរកំណត់ដែរត្រូវអត់ហើយបងក៏បានត្រៀមកាដូឲ្យអូនដែរណែបងឃើញគ្រីមលាបមុខអូនចិត្តអស់ហើយនៅតែមិនដាច់ចិត្តទិញហើយនៅមាននេះទៀតបងឃើញវានៅក្នុងកន្ត្រករបស់នរណាម្នាក់យូរហើយ